ជំពូកទី2ឆ្ពោះទៅកាន់ទឹកដីកាណានព្រះគម្ពីរលេវីវិន័យកាន់គម្ពីរនេះជាសៀវភៅណែនាំសម្រាប់ពួកសង្ឃដែលព្រះជាម្ចាស់បានប្រទានដល់ម៉ូសេដោយមានបន្ទូលចេញពីរងឧបោសថនៅពេលដែលសាសអ៊ីស្រាអែលកំពុងបោះជំរំនៅភ្នំស៊ីណៃនៅឡើយខ្លឹមសារសំខាន់នៅក្នុងកាន់គម្ពីរនេះអាចសង្ខេបដូចខាងក្រោម 1. ដង្វាយទាំង5យ៉ាងរួមមានដង្វាយដុតដង្វាយម្សៅដង្វាយមេត្រីដង្វាយលួសបាបនិងដង្វាយសម្រាប់ការរំលងដែលមនុស្សត្រូវថ្វាយដល់ព្រះជាម្ចាស់ជាយ៉ាញ់បូជាតាមរយៈពួកសង្ឃការទាំងនេះបង្ហាញពីការសុគតរបស់ព្រះគ្រីស្ទក្នុងរបៀបផ្សេងគ្នា 2. ពិធីផ្សេងដែលពួកសង្ឃត្រូវធ្វើដើម្បីរៀបចំខ្លួនឲ្យបានសមនឹងតួនាទីដ៏សំខាន់របស់ពួកគេ 3. ច្បាប់ស្តីអំពីសត្វដែលសាសយូដាអាចបរិភោគជាអាហារបាននិងសត្វផ្សេងទៀតដែលមិនស្អាតដូចសត្វជ្រូកជាដើម 4. ច្បាប់ស្តីអំពីភាពស្អាតស្អំផ្ទាល់ខ្លួននិងភាពបរិសុទ្ធខាងផ្លូវភេទរបស់បុរសស្ត្រី 5. សេចក្តីណែនាំស្តីអំពីការរកឃើញនិងការព្យាបាលជំងឺខ្លុង 6. បទបញ្ជាស្តីអំពីថ្ងៃដ៏បរិសុទ្ធនៃសាសអ៊ីស្រាអែលរួមមានថ្ងៃឈប់សម្រាកបុណ្យរំលងបុណ្យនំប៉័ងឥតដំបែបុណ្យផលដំបូងបុណ្យអាទិត្យទី7ឬបុណ្យថ្ងៃទី50បុណ្យផ្លុំត្រែថ្ងៃធួននឹងបាបនិងបុណ្យបារ៉ាំ